โปรเตจาริกดอย Turboscribe ไอยาឆ្ងាញ់ម្ល៉េះលោកតាលោកយាយស៊ីស៊ីមិនបានកុហកទេម្ហូបដែលប៉ាធ្វើគឺឆ្ងាញ់បំផុតហើយស៊ីស៊ីជាក្មេងល្អមែនហើយស៊ីស៊ីល្អជាងគេហើយមើលចុះញ៉ាំប្រឡាក់មាត់អស់ហើយតាវាខ្ញុំគិតថាពឹងលើស្នាដៃធ្វើម្ហូបរបស់កូនប្រុសយើងនិងភាពយកចិត្តទុកដាក់របស់គេគួរតែអាចនៅជាមួយនាងបានតាមមិនដឹងចង់ចិត្តមនុស្សម្នាក់ត្រូវតែចង់ក្រពះរបស់គេឲ្យជាប់សិនបើគេបានញ៉ាំបាយកូនយើងធ្វើហើយគេមិនចង់ញ៉ាំបាយអ្នកផ្សេងធ្វើទៀតទេពិតជាមានហេតុផលការនោះមិនមែនដោយសារស្នាដៃមួយនេះទេអីទៅតាមដណ្ដឹងខ្ញុំបាននោះនឹងជារឿងរបស់កូនប្រុសខ្ញុំនិយាយរឿងនឹងធ្វើអីហើយចោះនិយាយខ្លួនឯងទៅខ្ញុំទៅដល់លំហែនៅខាងក្រោមសិនមើលចរិតគាត់ចោះរបស់នេះជាអ្វីនឹងប៉ាតែប៉ាបោះចោលនឹងគឺយន្តហោះក្រដាសចង់លេងទេបើចង់លេងប៉ាបង្រៀនល្អណាស់ប៉ាឆាប់បង្រៀនខ្ញុំមកតោះប៉ាបង្រៀនកូនខ្ញុំចង់យកមួយនេះជាពណ៌ដែលខ្ញុំចូលចិត្តតោះអានឹងក៏បានដំបូងយើងបត់វាចូលគ្នាបែបនេះមែនទេបន្ទាប់មកយើងបត់បែបនេះទៀតត្រូវហើយគឺបែបហ្នឹងបន្ទាប់មកទៀតបែបនេះការផលិតយន្តហោះមែនហើយយន្តហោះបច្ចេកវិទ្យាផលិតរួមមានយន្តហោះគ្មានមនុស្សបើខ្នាតតូចខ្នាតធំយន្តហោះឆ្លុបយកការយន្តហោះចម្បាំងយន្តហោះវាយប្រហារយន្តហោះបំបាំងកាយជាដើមសុទ្ធតែជាយន្តហោះដែលរាប់បញ្ចូលជំនាញជាច្រើនសុទ្ធតែអាចចេះបានទាំងអស់ប៉ុន្តែពេលនេះជំនាញដែលខ្ញុំចេះគឺវាគ្រប់គ្រាន់សម្រាប់កែប្រែជីវិតខ្ញុំហើយដូច្នេះពេលនេះខ្ញុំគ្រាន់តែចង់នៅកំដរស៊ីឲ្យបានល្អរឿងផ្សេងទៀតគ្រាន់តែជារឿងបន្ទាប់បន្សំប៉ុណ្ណោះប៉ាកូនមិនចេះបត់ទេជួយកូនផងមិនអីទេស៊ីយើងធ្វើមួយណាម្ដងមិនបានយើងធ្វើម្ដងទៀតយកព្រមទេប៉ុន្តែកូនចង់ជូនវាទៅលោកតាលោកយាយឲ្យលោកតាលោកយាយជិះយន្តហោះទៅផ្ទះវិញអូតាមពិតស៊ីចង់យន្តហោះក្រដាសជូនលោកតាលោកយាយសោះមិនអីទេលោកតាលោកយាយនឹងនៅផ្ទះយើងមួយរយៈទៀតឯណោះកូននៅមានពេលច្រើនទៀតពិតមែនហេប៉ាបង្រៀនកូនម្ដងទៀតមកបានប៉ាបង្រៀនម្ដងទៀតប៉ាធ្វើមិនទៀតស៊ីប៉ាសុំទៅទទួលទូរស័ព្ទមួយផ្លែកូនលេងម្នាក់ឯងសិនចាំប៉ាមកវិញប៉ានឹងបង្រៀនទៀតសប្បាយណាស់អាឡូខាងគ្រឹះស្ថានបៀឡូមែនទេចង់ទិញរឿងមែនទេពួកយើងឲ្យ3 លានដុល្លារគេបៀឡូខាងបៀឡូគឺចង់បានរឿងនិទាន30រឿងដែលលោកបានសរសេរមួយរយៈនេះពួកយើងមកតែបើសិនជាអាចពួកយើងអាចចុះកុងត្រាបានគ្រប់ពេល30រឿង3 លានគិតជាមធ្យមមួយថ្ងៃគឺ100000ហើយតម្លៃនេះសមរម្យដែរខ្ញុំគិតថាគ្មានបញ្ហាទេប៉ុន្តែតម្លៃខ្ពស់បែបនេះបើសិនជាលក់មិនតិចវិញលោកមិនខ្លាចខាតទេអីយ៉ាហានិភ័យតែងតែមានហើយប៉ុន្តែហានិភ័យនិងឱកាសគឺនៅទន្ទឹមគ្នាខ្ញុំជឿជាក់ថារឿងនិទានរបស់បៀឡូប្រកាសជាល្បីខ្លាំងដូច្នេះស័ក្តិសមនឹងពួកយើងប្រថុយខ្លះដែរអញ្ចឹងលើកនេះយើងចុះហត្ថលេខាអនឡាញសិនទៅទេលើកនេះមិនបានទេកុងត្រានេះសំខាន់ណាស់ដូច្នេះត្រូវការជួបមុខផ្ទាល់ត្រូវការចុះហត្ថលេខាដោយផ្ទាល់ចុះហត្ថលេខាផ្ទាល់ប៉ុន្តែខ្ញុំត្រូវមើលកូនខ្ញុំមិនអាចទៅណាឆ្ងាយបានទេម្យ៉ាងទៀតខ្ញុំក៏មិនចង់បញ្ចេញអត្តសញ្ញាណរបស់ខ្ញុំដែរខ្លាចប៉ះពាល់ដល់កូនខ្ញុំយកអញ្ជើញលោកមកជួបខ្ញុំដើម្បីចុះកុងត្រាទៅប៉ុន្តែនិយាយគ្នាឲ្យហើយណាហាមថតរូបលោកគិតថាមិនដែរបានទេអូប្រកាសជាបានខ្ញុំនឹងចេញដំណើរទៅឥឡូវនេះលោកសួស្ដីអញ្ជើញមកប៉ុន្មានអ្នកដែរ2 នាក់ពួកយើងបានកក់កន្លែងហើយអូខាងនេះលោកគឺមហាវីលេនយីមែនទេសួស្ដីអ្នកទាំងពីរឈ្មោះពិតរបស់ខ្ញុំលេនឆែនហៅខ្ញុំតាមឈ្មោះបានហើយលោកលេនឆែនសួស្ដីនឹកស្មានមិនដល់ថាលោកនៅក្មេងបែបនេះសោះក្មេងទៅមានចិត្តដូចកូនក្មេងបែបនេះទៅបង្កើតរឿងនិទានបានល្អនោះអីអញ្ជើញអង្គុយកុំឈរអីអ្នកទាំងពីរចង់ញ៉ាំអីខ្ញុំជាអ្នកប៉ាវខ្ញុំចង់ញ៉ាំតែទឹកដោះគោសុំទឹកសុទ្ធមួយកែវបានហើយអរគុណអ្នកបម្រើយកទឹកសុទ្ធមួយកែវនឹងតែទឹកដោះគោមួយកែវចាស់សូមរងចាំបន្តិចបងប្រុសលេងឆែនសួស្ដីខ្ញុំជាអ្នកនិពន្ធឈ្មោះជាវសួស្ដីហេលេងឆែនខ្ញុំចង់សួរថាមុននឹងបានរឿងនិទានទាំងនោះតើលោកចំណាយពេលអស់យូរប៉ុណ្ណាដែរមិនដល់1 ខែផងមួយរយៈនេះខ្ញុំសរសេរជារៀងរាល់ថ្ងៃសរសេរបានមួយសន្លឹកប៉ុន្តែថ្ងៃក្រោយប្រហែលជាមិនសរសេរបានលឿនបែបនេះទេលោកចង់មានន័យថារឿងនិទានតែលោកផ្ញើមករាប់សិបរឿងនោះចំណាយពេលមិនដល់1 ខែផងមែនហើយមានបញ្ហាអីមែនទេព្រះឲ្យលោកធ្វើបានយ៉ាងម៉េចទៅអ្នកនិពន្ធធម្មតាក្នុងមួយឆ្នាំយ៉ាងច្រើនផលិតបានរឿងនិទានល្អតែមួយប៉ុណ្ណោះលោកអាចសរសេរបានជាង30រឿងហើយគុណភាពខ្ពស់ទៀតនេះពិតជាសរសេរចេញមកភ្លាមយកជាការបានភ្លាមនាងនិយាយត្រូវហើយនោះគឺសម្រាប់អ្នកនិពន្ធធម្មតាមនុស្សធម្មតាតែសម្រាប់លេងឆែននេះជាទេពកោសល្យឋានសុខហើយមិនយល់ទេមនុស្សធម្មតាធ្វើមិនបានទេឯងនេះចុះកុងត្រាបានទេស្ងាត់បន្តិចទៅមើលហេលោកលេងឆែន
ខ្ញុំចង់ប្រាប់លោកថាបើលោកសរសេររឿងនិទានក្នុងមួយឆ្នាំលើសពី30រឿងខ្ញុំអាចសម្រេចបានថានឹងទិញថែមទៀតហើយនឹងឲ្យប្រាក់រង្វាន់10000 យ៉នក្នុងមួយរឿងទៀតផងហើយតម្លៃគឺដូចគ្នាទៅនឹង30រឿងដែលបានព្រមព្រៀងពីមុនដែរអញ្ចឹងអរគុណលោកចាងហ្វាងឆិនហើយហាតោះយើងនិយាយការងារវិញនេះជាកុងត្រាដែលបាននិយាយគ្នារួចលោកមើលចុះថាមានបញ្ហាឬអត់គ្មានបញ្ហាទេអញ្ចឹងសហការគ្នាដោយរីករាយសហការគ្នាដោយរីករាយសហការគ្នាដោយរីករាយប៉ាហេតុអីប្រញាប់ទៅវិញម្លេះមិននៅលេង2 3ថ្ងៃទៀតអីយ៉ាពួកយើងបាននិយាយគ្នារួចហើយតើថានឹងសាងសង់ផ្ទះនៅឯស្រុកឡើងវិញពួកយើងត្រូវត្រឡប់ទៅវិញដើម្បីរត់ឯកសារមុនចូលឆ្នាំផ្ទះនេះនឹងសង់រួចហើយបើមិនចឹងទេចូលឆ្នាំថ្មីហើយនៅតែសុំផ្ទះគេនៅទៀតម្យ៉ាងទៀតពេលផ្ទះសង់រួចកូនអាចនាំស៊ីងទៅលេងស្រុកកូនចូលឆ្នាំបានមែនហើយកូនប្រុសកូនគួរតែនាំមែនយោទៅជាមួយផងខ្ញុំនឹងព្យាយាមលោកតាលោកយាយចៅមានកាដូមួយជូនលោកតាលោកយាយហាមលួចមើលណាអូខេលោកតាលោកយាយអាចបើកភ្នែកបានហើយស៊ីងនេះចៅជាអ្នកបត់មែនទេចាស់គឺចៅបត់ដោយផ្ទាល់ដៃលោកតាលោកយាយឃើញវានឹងនឹកដល់ស៊ីងហើយល្អណាស់ស៊ីងពីមុនចាស់និយាយថាបើយន្តហោះលោកតាលោកយាយហោះទៅបាត់គឺជាយន្តហោះដែលចៅបត់នេះទៅវិញមែនទេមិនដល់សំដីហើយប៉ានេះជាយន្តហោះក្រដាស់តើមិនមែនរបស់ពិតទេជិះមិនបានទេយល់ហើយលោកតាលាហើយលោកយាយលាហើយនឹកលោកតាលោកយាយណាស់អញ្ចឹងចាំ2 3ថ្ងៃទៀតយើងទៅលេងផ្ទះលោកតាលោកយាយបានទេម៉ាក់ក៏ទៅជាមួយពួកយើងដែរមែនទេកូននឹកម៉ាក់ហើយប៉ាម៉ាក់មិនចង់បានស៊ីងទេមែនទេធ្វើម៉េចនឹងអាចទៅម៉ាក់ធ្វើម៉េចនឹងមិនចង់បានស៊ីងនោះម៉ាក់មិនយូរទេនឹងត្រឡប់មកមើលកូនហើយពិតមែនហេពិតមែនហើយចាំពេលយើងទៅដល់ផ្ទះកូនទេទូរស័ព្ទរកម៉ាក់ល្អទេល្អប៉ាយើងឆាប់ទៅផ្ទះវិញទៅហើយទេទៅរកម៉ាក់តោះយើងទៅផ្ទះវិញតោះទៅផ្ទះវិញប៉ាកូនឃើញឡានរបស់ម៉ាក់ហើយមែនហេស៊ីងកូនមើលច្រឡំទេដឹងអ្នកផ្សេងក៏អាចជិះឡានដូចម៉ាក់ដែរប៉ាស៊ីងមិនបានចាំខុសទេនោះគឺជាឡានម៉ាក់មែនយោអាឡូលេងឆែនបងនាំស៊ីងទៅឯណាឥឡូវនេះអូននៅខាងក្រៅផ្ទះរបស់បងពួកយើងនៅចំណតឡានក្រោមដីអូនរងចាំបន្តិចពួកយើងនឹងទៅដល់ឥឡូវហើយប៉ាម៉ាក់មកមែនទេមែនហើយគឺម៉ាក់មកម៉ាក់កំពុងរងចាំពួកយើងនៅផ្ទះយើងឆាប់ទៅផ្ទះវិញតោះ